ទឹកគឺជាប្រភពធនធានធម្មជាតិដ៏មានសារៈសំខាន់បំផុតដែលបានផ្ដល់នូវជីវិតរស់នៅរបស់មនុស្សសត្វនិងរុក្ខជាតិនៅលើភពផែនដីយើងនេះឲ្យមានភាពស្រស់បំព្រងប៉ុន្តែពេលខ្លះទឹកក៏ផ្ដល់មហន្តរាយយ៉ាងធ្ងន់ធ្ងរផងដែរសម្រាប់ជីវិតរស់នៅលើភពផែនដីនេះហើយនេះគឺជាកត្តាធម្មជាតិដែលមិនមាននរណាម្នាក់អាចទប់ស្កាត់បានឡើយក្នុងមហិច្ឆតាលោភលន់មនុស្សចេះតែបំផ្លាញធម្មជាតិដើម្បីតែផលប្រយោជន៍របស់ខ្លួនបច្ចុប្បន្ននេះធម្មជាតិបានចាប់ផ្ដើមសងសឹកដល់មនុស្សវិញយ៉ាងស័ក្តិសមទៅនឹងអ្វីដែលមនុស្សបានប្រព្រឹត្តមហន្តរាយនៃគ្រោះទឹកជំនន់បានកើតឡើងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំគ្រាន់តែតិចឬច្រើនអាស្រ័យទៅតាមការវិវត្តរបស់ធម្មជាតិឆ្នាំនេះប្រទេសកម្ពុជាបានជួបគ្រោះទឹកជំនន់ទន្លេមេគង្គធ្វើឲ្យអ្នករស់នៅតាមបណ្ដាខេត្តមួយចំនួនតាមដងទន្លេទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតដល់មានការបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់និងបំផ្លាញផលដំណាំរាប់ពាន់ហិកតាដោយឡែកសម្រាប់រាជធានីភ្នំពេញគ្រោះមហន្តរាយនេះបានបង្កផលប៉ះពាល់គួរឲ្យកត់សម្គាល់ទោះបីថាមិនមានតួលេខនៃការបាត់បង់ជីវិតមនុស្សក៏ពិតមែនតែបណ្ដាលឲ្យលេខផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន 13,679 ខ្នងមានប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ចំនួន 15,848 គ្រួសារលេខសាលារៀន22កន្លែងលេខវត្តអារាមចំនួន8វត្តលេខមណ្ឌលសុខភាព1លេខផលដំណាំកសិកម្មនិងដំណាំរួមផ្សំចំនួន427ហិកតាផងដែរគាត់ទៅខាងនេះឲ្យទៅហើយអាក្នុងបាននេះរួយណាបាទអានេះតែលេខក្រោយទេបាទអាក្នុងវាលេខមុនលេខយូរហ្នឹងបាទស្រួយហ្មងអ្វីជាការកត់សម្គាល់ប្រឈមទៅនឹងបញ្ហានេះកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបានចាត់ចែងនៅអំណោយសង្គ្រោះបន្ទាន់ចុះទៅចែកជូនជនរងគ្រោះជាបន្តបន្ទាប់ទៅតាមលទ្ធភាពសូមការយោគយល់អធិស្ឋានផងដែរចំពោះអំណោយនេះគឺជាអំណោយដែលបានមកពីសប្បុរសជនអញ្ចឹងពេលដែលសប្បុរសជនជួយបានច្រើនទៅក៏យកមកផ្ដល់ជូនបានច្រើនពេលបានតិចក៏ជួយបានតិចបញ្ហាចំពោះមុខយើងគិតថាมันជាធំទេតែបន្ទាប់ពីទឹកស្រក់ទៅមានរឿងធំច្រើនណាស់រឿងដូចជាហេដ្ឋារចនាសម្ព័ន្ធទៅស្ដារឡើងវិញផ្លូវថ្នល់ខូចបាទហើយនឹងផ្ទះសម្បែងយើងលិចទឹកទៅខូចហើយផលដំណាំរបស់យើងខូចយើងត្រូវធ្វើបាច់ចឹងហើយបានការងារអាជ្ញាធរចៅសង្កាត់ខណ្ឌរួមទាំងសាលារាជធានីភ្នំពេញកំពុងតែលើកនៅវិធានការសម្រាប់នឹងស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធនិងការលំបាកទាំងអស់នេះឥឡូវសាលារាជធានីបានខិតខំលើកយកបញ្ហាសុំការឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រីពង្រឹងឡើងតាំងពីតាមមាត់ទន្លេពង្រឹងតាំងពីទំនប់ពេជ្រថ្នោតពង្រឹងប្រព័ន្ធគេហៅថាការពារខ្សែក្រវ៉ាត់ភ្នំពេញនេះហើយមិនត្រឹមប៉ុណ្ណឹងក្បាលបូមយើងមាន6សម្រាប់ក្បាលបូមត្រូវការពារទៅថែទាំឲ្យបានល្អពីព្រោះបូមទឹកចេញពីទីក្រុងភ្នំពេញមិនមែនជារឿងសម្រាប់ប្រមាណទេបាទក្រៅពីអំណោយរបស់កាកបាទក្រហមសាលារាជធានីភ្នំពេញនៅបានចាត់ឲ្យមន្ត្រីក្រមអាវ៉ាតចុះត្រួតពិនិត្យតាមដានស្ថានភាពទឹកជំនន់
ពីផលប៉ះពាល់ក្នុងមូលដ្ឋាននិងមានវិធានការជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលា